តោះសួស្តីបងសម្រាប់បងដែលធ្លាប់ប៊ូតផេកហើយតែអតិថិជនចាស់បាត់អស់ជាងយើង custom អតិថិជនចាស់ទុកអញ្ចឹងយើងយក custom audience មកយើង create ជាង custom audience យក Facebook page បន្ទាប់មកយើងចុច next មកវាឲ្យយើងរើស page ដែលបងធ្លាប់ប៊ូតហើយអតិថិជនចាស់ទិញម្ដងហើយបាត់ស្ងាត់ឈឹងអញ្ចឹងណាបងទៅរើស page ហ្នឹងមកឥឡូវខ្ញុំរើស page របស់ខ្ញុំរង digital ហើយខ្ញុំរើសអតិថិជនចាស់ប្រភេទណាខ្លះចាំមើលខ្ញុំរើសនេះយើងរើសឈ្មោះ page យើងមកយើងអាក្រោមយើងរើសប្រភេទអ្នកដែលធ្លាប់មានតំណែងមួយ page ខ្ញុំដាក់មកបន្ទាប់មកខ្ញុំ include បន្ថែម include ហ្នឹងដាក់បន្ថែមទៀតអញ្ចឹងខ្ញុំយកអ្នកដែលធ្លាប់ចូលមើល page ខ្ញុំអ្នកដែលធ្លាប់ចូលមើល page ខ្ញុំអញ្ចឹងទៅណាហើយបន្ទាប់មកខ្ញុំ include បន្ថែមមួយទៀតខ្ញុំរើសយកអ្នកដែលធ្លាប់មើលពាណិជ្ជកម្មខ្ញុំធ្លាប់មើលការបូតរបស់ខ្ញុំអញ្ចឹងណាគេមានចំណាប់អារម្មណ៍មើលប៉ះច្រើនបូតអញ្ចឹងគេនឹងឃើញម្ដងទៀតបន្ទាប់មកខ្ញុំរើសយកអ្នកដែលធ្លាប់ឆាតមក page របស់ខ្ញុំអ្នកធ្លាប់ឆាតចូល page គេបងគេគិតទាំងអស់អត់ដឹងថាឆាតកូដឬក៏ឆាតអីទេអាហ្នឹងគេគិតទាំងអស់បន្ទាប់មកយើង include មួយទៀត include M5 អាហ្នឹងបន្ទាប់មកខ្ញុំយកអ្នកដែលធ្លាប់ឆាតឲ្យទិញនៅក្នុង page របស់ខ្ញុំទិញអីមួយអញ្ចឹងទៅបន្ទាប់មកយើងដាក់ include M5 ហើយអស់ហើយបងយើងគ្រាន់តែដាក់ឈ្មោះវាចំណាំអញ្ចឹងខ្ញុំដាក់អានេះថាជា all audience ឥឡូវខ្ញុំបង្កើតវាទៅជា all audience ចាំតិចខ្ញុំដាក់វាទៅជា all audience ហើយខ្ញុំភ្លេចដាក់ឈ្មោះ page ផងដើម្បីយើងស្រួលបូតទៅឲ្យវាចាំចោលមកកុំឲ្យវាញ៉ៃញ៉ៃ all audience ស្រួលធ្វើទេវាព្រោះ Facebook វាដឹងថាគោលដៅយើងទៅណាហើយអញ្ចឹងវារុញទៅអ្នកដដែលណាអញ្ចឹងយើង copy មកយើងផាសដាក់ទាំងលើទាំងក្រោមដូចគ្នាមកយើង create audience យើងគាត់ទៅចុច create audience មកវានឹងចេញចាំ plate វាចេញបែបនេះយើងចុចតាន់ទៅបានហើយហើយតនន័យវាចន្លោះ 1000 ហ្នឹងប៉ុណ្ណឹងចន្លោះ 1000 នាក់អញ្ចឹងប៉ុណ្ណឹងខ្វែងចោលមកនេះវាអត់ទាន់ ready ទេអាហ្នឹង 3-4 ថ្ងៃបាន ready តែយើងអាចប្រើការកើតហើយបន្ទាប់មកទៀតយើងគ្រាន់តែចូលទៅអា custom audience ថ្មីរបស់យើងបង្កើតលើកមុនណាយើងចុច click វាមួយមកយើងចុច edit ហើយបន្ទាប់មកនេះយើងអស់មកក្រោមកន្លែង custom audience នេះយើង select វានឹងឃើញអា audience ដែលយើង custom មិញយើងបង្កើតមិញក្នុង digital all audience នេះយើង select លើវាមួយមកវាជាប់នេះឃើញទេវាជាប់ engagement page យើងចាំមើលខ្ញុំអស់មើលអានេះយើងដូរចេញយើងដាក់ថា all customer ម្ដងព្រោះអីយើងបង្កើត campaign ថ្មីមួយទៀតតែប្រើ all customer តែទីតាំងដែរយើងឃើញទេវាជាប់ engagement ហើយ audience ដែលយើង custom មិញដែលយើងបង្កើតមិញបន្ទាប់មកយើងកុំចុច update យើងចុចលើ save as new វានឹងបង្កើតថ្មីឃើញទេវានឹងបញ្ជាក់យើងណាយើងលុបកតុយ copy ចោលព្រោះយើង copy ទីតាំងប៉ុន្តែយើងដាក់មុខយកតែជនចាស់អញ្ចឹងបងបន្ទាប់មកត្រូវឲ្យយើង save មកវានឹងចេញ audience ថ្មីមួយទៀតវាមានភ្នំពេញថ្មីអតិថិជនថ្មីនិងភ្នំពេញអតិថិជនចាស់